អាជ្ញាធរខេត្តកំពង់ធំរៀបចំប្លង់គោកែលម្អក្រុងស្ទឹងសែនឲ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតងស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាតការសិក្សានិងរៀបចំប្លង់គោកែលម្អក្រុងស្ទឹងសែនឲ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មីក្លាយជាទីក្រុងមានសោភ័ណភាពបៃតងស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាតទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអ្នកវិនិយោគទុនងាកមកចាប់អារម្មណ៍សក្តានុពលនិងភាពស្រស់ស្អាតនៅក្នុងទឹកដីខេត្តកំពង់ធំគម្រោងកែលម្អនៅក្នុងក្រុងស្ទឹងសែននេះមានការពង្រីកផ្លូវជាតិនៅក្នុងក្រុងស្ទឹងសែនមាន2គន្លងចាប់ពីរង្វង់មូលតាក្រហមកមករហូតដល់ដៃដែកកំពង់ស្វាយផ្លូវបំបែកសៀមរាបព្រះវិហារឲ្យបានធំទូលាយរៀបចំផ្លូវថ្មើរជើងតាមដងស្ទឹងសែនរៀបចំផ្លូវក្រវ៉ាន់ក្រុងដើម្បីការពារពីការជន់លិចទឹកជំនន់ទឹកស្ទឹងសែននិងគម្រោងកែលម្អក្រុងស្ទឹងសែនជាច្រើនកន្លែងទៀតត្រូវក្លាយជាក្រុងមួយដែលស្អាតសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងការប្រកបអាជីវកម្មឲ្យបានកាន់តែល្អប្រសើរថែមទៀតប្រសិនបើក្រុងស្ទឹងសែនត្រូវបានរៀបចំកែលម្អហើយរួមបញ្ចូលមានសួនសាធារណៈបន្ថែមទៀតនោះគឺកាន់តែល្អប្រសើរពីព្រោះការបង្កើតសួនសាធារណៈគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ទីក្រុងនិងនៅក្នុងសហគមន៍វាមិនមែនគ្រាន់តែជាកន្លែងដែលមានដើមឈើនិងស្មៅបៃតងសម្រាប់លម្អក្រុងប៉ុណ្ណោះទេប៉ុន្តែវាគឺជាសួតនិងជាបេះដូងនៃសហគមន៍ផងដែរតទៅនេះខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍លម្អិតនៃការបង្កើតសួនសាធារណៈផលប្រយោជន៍ចំពោះសុខភាពនិងស្មារតីសួនសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋផ្នែកសុខភាពរាងកាយគឺជាទីតាំងដ៏ល្អប្រសើរសម្រាប់ការហាត់ប្រាណការរត់ដើរជិះកង់ឬលេងកីឡាផ្សេងៗដែលជួយកាត់បន្ថយជំងឺលើសឈាមនិងជំងឺបេះដូងជាដើមផ្នែកសុខភាពផ្លូវចិត្តការនៅក្បែរធម្មជាតិជួយកាត់បន្ថយភាពតានតឹងការថប់អារម្មណ៍ជំងឺបាក់ទឹកចិត្តជាដើមចំណែកខ្យល់អាកាសបរិសុទ្ធនិងពណ៌បៃតងជួយឲ្យសម្រួលខួរក្បាលស្រឡះនិងមានអារម្មណ៍ស្រស់ថ្លាផលប្រយោជន៍ចំពោះបរិស្ថានសួនច្បារគឺជាអ្នកការពារតុល្យភាពនៅក្នុងទីក្រុងការកាត់បន្ថយកម្ដៅពីព្រោះដើមឈើជួយផ្ដល់ម្លប់និងកាត់បន្ថយសីតុណ្ហភាពនៅក្នុងទីក្រុងឲ្យបានត្រជាក់ជាងមុនចំណែកឯគុណភាពខ្យល់រុក្ខជាតិជួយបន្សុទ្ធខ្យល់ដោយការស្រូបយកអូស្មန်កាបូនិកនិងបញ្ចេញអុកស៊ីសែនព្រមទាំងជួយចាប់យកធូលីក្នុងបរិយាកាសទៀតផងការគ្រប់គ្រងទឹកភ្លៀងដីនិងរុក្ខជាតិនៅក្នុងសួនស្រូបយកទឹកភ្លៀងកាត់បន្ថយការជន់លិចផ្លូវនិងជួយចម្រោះទឹកនិងហូរចូលទៅក្នុងប្រព័ន្ធលូផលប្រយោជន៍ចំពោះសង្គមសួនសាធារណៈគឺជាចំណុចប្រសពនៃទំនាក់ទំនងមនុស្សវាជាកន្លែងដែលមនុស្សគ្រប់ស្រទាប់វណ្ណៈគ្រប់វ័យអាចជួបជុំគ្នាធ្វើសកម្មភាពរួមគ្នានិងបង្កើតចំណងមិត្តភាពវាគឺជាកន្លែងកម្សាន្តដែលមិនតម្រូវឲ្យបង់ប្រាក់ដូច្នេះអ្នកមានឬក៏អ្នកក្រសត្វតែអាចចូលទៅប្រើប្រាស់និងរីករាយបានដូចគ្នាផ្ដល់កន្លែងសុវត្ថិភាពសម្រាប់កុមារលេងកម្សាន្តរៀនសូត្រពីធម្មជាតិនិងអភិវឌ្ឍជំនាញទំនាក់ទំនងផលប្រយោជន៍សេដ្ឋកិច្ចទោះបីជាសួនសាធារណៈមិនគិតថ្លៃចូលប៉ុន្តែវាផ្ដល់ចំណូលដោយប្រយោជន៍ផ្ទះដីដែលនៅក្បែរសួនសាធារណៈនោះតែងតែមានតម្លៃខ្ពស់ជាងនិងងាយស្រួលលក់ជាងឬក៏អាចជួលបានសួនច្បារដែលស្អាតនិងមានរបៀបការរៀបចំល្អគឺជាចំណុចទាក់ទាញភ្ញៀវទេសចរដែលជួយដល់អាជីវកម្មនៅក្នុងតំបន់ដូចជាហាងកាហ្វេឬក៏អាហារដ្ឋានជាដើមសរុបមកការកែលម្អសួនសាធារណៈនៅក្នុងក្រុងស្ទឹងសែនក្នុងខេត្តកំពង់ធំគឺជាគំនិតដ៏អស្ចារ្យនិងមានសក្តានុពលខ្លាំងមែនទែនដោយសារសួននេះស្ថិតនៅតាមបណ្ដោយដងស្ទឹងសែនដែលជាបេះដូងនៃក្រុងស្ទឹងសែនតែម្ដងការធ្វើឲ្យកាន់តែល្អប្រសើរនិងនាំមកនូវការផ្លាស់ប្ដូរមុខមាត់ខេត្តទាំងមូលប្រសិនបើមានការកែលម្អខ្ញុំយល់ថាយើងគួរតែផ្ដោតទៅលើចំណុចសំខាន់ៗដូចជាការលើកកម្ពស់សោភ័ណភាពនិងអត្តសញ្ញាណខេត្តដោយសារកំពង់ធំល្បីល្បាញខាងប្រាសាទបុរាណការកែលម្អគួរមានបញ្ចូលនូវរូបចម្លាក់ឬក៏រចនាបថដែលឆ្លុះបញ្ចាំងអំពីសិល្បៈខ្មែរនាសម័យចេនឡាដើម្បីបង្ហាញពីអត្តសញ្ញាណខេត្តដូចជាលំនាំប្រាសាទសំបូរព្រៃគុកជាដើមការដំឡើងភ្លើងលម្អនាពេលរាត្រីតាមដើមឈើនិងតាមបណ្ដោយមាត់ស្ទឹងនឹងធ្វើឲ្យសួននេះក្លាយទៅជាកន្លែងទាក់ទាញបំផុតសម្រាប់អ្នកដើរលេងពេលយប់និងភ្ញៀវទេសចរដែលសម្រាប់នៅខេត្តកំពង់ធំការបង្កើនភាពងាយស្រួលនិងសុវត្ថិភាពការរៀបចំការ៉ូឡាឲ្យមានរបៀបស្អាតដើម្បីងាយស្រួលដល់អ្នកហាត់ប្រាណបង្កើតតំបន់លេងកម្សាន្តសម្រាប់កុមារដែលមានសុវត្ថិភាព
និងសម្ភារៈក្មេងលេងសម្បូរបែបដែលជួយទាក់ទាញក្រុមគ្រួសារឲ្យមកកម្សាន្តបានកាន់តែច្រើនជាងមុនការបញ្ចូលគ្នាជាមួយធម្មជាតិដងស្ទឹងសែនការបង្កើតកន្លែងអង្គុយលេងដែលមានការលយទៅរកផ្ទៃទឹកនឹងធ្វើឲ្យមនុស្សអាចគយគន់ទេសភាពឬទស្សនវិជ្ជាថ្ងៃលិចនិងស្រូបយកខ្យល់អាកាសពីដងស្ទឹងសែនបានកាន់តែស្និទ្ធការទប់ស្កាត់ការបោះសម្រាមចូលទឹកស្ទឹងនិងដើមឈើបន្ថែមតាមមាត់ច្រាំងដើម្បីការពារការបាក់ដីនិងបង្កើនភាពមានពណ៌បៃតងតាមដងស្ទឹងការរៀបចំឲ្យមានស្តង់លក់អាហារសម្រន់ឬក៏ភេសជ្ជៈដែលមានអនាម័យសម្រាប់ធ្នាប់នឹងជួយបង្កើតការងារដល់អ្នកស្រុកនិងផ្ដល់ភាពងាយស្រួលដល់អ្នកកម្សាន្តអញ្ចឹងសរុបមកការកែលម្អសួនស្ទឹងសែនមិនត្រឹមតែផ្ដល់កន្លែងហាត់ប្រាណប៉ុណ្ណោះទេប៉ុន្តែវានឹងក្លាយទៅជាតំបន់ទេសចរណ៍ផងដែរនៃខេត្តកំពង់ធំវានឹងជួយទាក់ទាញភ្ញៀវទេសចរឲ្យមកស្នាក់នៅខេត្តនេះបានយូរជាងមុនមិនមែនគ្រាន់តែជាផ្លូវឆ្លងកាត់ទៅខេត្តសៀមរាបនោះទេអញ្ចឹងវាគឺជាគំនិតមួយដ៏ល្អដែលយើងគួរតែគិតនិងពិចារណាដើម្បីការអភិវឌ្ឍតំបន់សាធារណៈនៅក្នុងខេត្តកំពង់ធំ